រឿង3M21ចៅសុំជ្រាបតានិយាយហើយរឿង3M21ថៃតែងយកពាក្យ3M21ដើម្បីយកទៅនិយាយគ្រប់ព័ត៌មានថៃទាំងអស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយគឺតែងតែនិយាយពី 3M21 អូយ 3M21 ចេះហូប 3M21 ចុះពីព្រោះសៀមវាដឹងថាខ្មែរវាស៊ីចូលនឹង 3M21 អញ្ចឹងសៀមតបសៀមវាយក 3M21 ធ្វើជារឿងដែលគួរឲ្យភ័យខ្លាចវាឲ្យប្រជាជនវានឹងខ្លាច 3M21 វាឲ្យប្រជាជនវាខ្លាច 3M21 តែវាមិនបានឲ្យកងទ័ពវាខ្លាច 3M21 ទេពីព្រោះកងទ័ពវាជាកងទ័ពវិន័យប៉ុន្តែប្រព័ន្ធឃោសនាវាឲ្យប្រជារាស្ត្រថៃនឹងខ្លាច 3M21 ពីព្រោះពាក្យថា 3M21 ហ្នឹងកាលណាប្រជាជនថៃស្រែចម្ការភូមិឋានណាទ្រព្យសម្បត្តិទៅត្រូវ 3M21 ប្រជាជនថៃវាស្អប់ហ៊ុនសែនវាស្អប់ហ៊ុនសែនទៅមានឈ្មោះហ៊ុនសែនហ្នឹងគឺវាមានអា 3M21 ហ្នឹងបាញ់ផ្ទះណាវាមានអា 3M21 ហ្នឹងបាញ់ផ្ទះបាញ់ស្រែបាញ់គោបាញ់ក្របីបាញ់ទ្រព្យសម្បត្តិវាបាញ់វាអញ្ចឹងប្រជាជនថៃនេះវាស្អប់ហ៊ុនសែនបានជាពួកតាហ៊ានថៃហ្នឹងគេឃោសនា 3M21 ហ្នឹងវាជា psycho up វាជា psycho warfare ណាចៅកែវពិសិដ្ឋសេមហើយដល់ចៅផឹកថ្នាំចូលកើតមកមានជាតិចូលមកជាមួយជាតិអួតជាតិ fake មកជាមួយចៅហ្នឹងក៏ធ្លាក់ទៅក្នុងរណ្ដៅមួយអូសៀមឡើងមក 3M21 សៀមឡើងមក 3M21 ដល់ខាងចៅហ្នឹងស្រែក 3M21 អា 3M21 នោះពិតទៅដល់វាខ្លាយទៅជាការពិតមែនតើដល់វាខ្លាយទៅជាការពិតមែនតើវាចូលអន្ទាក់របស់សៀមថាហ៊ុនសែនគឺជាមនុស្សខូខើជាជនពេលដែលបាញ់មិនរើសមុខអញ្ចឹងមូលហេតុនេះវាធ្វើឲ្យតាហ៊ានសៀមហ្នឹងអាចយកលេសវាយហ៊ុនសែនបានពេលណាបើឈប់វាយឥឡូវថ្ងៃក្រោយវាយទៀតហ៊ុនសែនមាន 3M21 ហ្នឹងដូចក្តរកលិតចឹងចៅវាជាកំជ្រួចខ្វាក់កាលណាបាញ់ទៅវាខូចស្រូវប៉ុន្តែឲ្យឈ្នះលើសមរភូមិ 3M21 មិនឈ្នះទេចៅពីព្រោះវាជា blind rockets នៅក្នុង conventional warfare នៅក្នុងសង្គ្រាមវិន័យបើសិនណាជាវាយផ្ទៃរាបនៅក្នុងសង្គ្រាមវិន័យ 3M21 ហ្នឹងវាដាំខ្ទឹមអស់លីងហើយត្រូវយល់ពីព្រោះវាប្រៀបបាននឹងមនុស្សខូខើដែលចេះតែបោកគ្រាប់បែកទៅលើគេនៅពេលដែលគេហ្នឹងអត់បោកគ្រាប់បែកមកលើប្រជាជនទេគេចាំបាញ់អាអ្នកបោកគ្រាប់បែកអា 3M21 ហ្នឹងដូចមនុស្សបោកគ្រាប់បែកចឹងអាងមានគ្រាប់បែកវែងវឹងខ្វាក់ទេណាខ្វាក់ដូចមេដឹកនាំអញ្ចឹងមេដឹកនាំប្រើអាជ្រួចខ្វាក់ណាពីព្រោះដល់អញ្ចឹងទៅណាការដែលនិយាយថា 3M21 នេះគឺចំណេញថៃចំណេញសៀមវាចង់បានអាហ្នឹងដើម្បីវាយកលេសវាយឧទាហរណ៍សហរដ្ឋអាមេរិកបើសហរដ្ឋអាមេរិកចង់ទម្លាក់គ្រាប់បែកប្រទេសណាសហរដ្ឋអាមេរិកចាប់ផ្ដើមផ្សាយថាប្រទេសហ្នឹងគ្រោះថ្នាក់អូអៃរ៉ុនហ្នឹងគ្រោះថ្នាក់ទៅដល់និយាយទៅប្រជាជនអាមេរិកហ្នឹងណាប្រជាជនអាមេរិកហ្នឹងវាឃើញវាជឿថាអាប្រទេសអៃរ៉ុនហ្នឹងគ្រោះថ្នាក់គេតម្លាក់គ្រាប់បែកលើអៃរ៉ុនហ្នឹងខ្ទេចអស់ទៅសាដាមហ៊ូសេនណាអូសាដាមហ៊ូសេនហ្នឹងគ្រោះថ្នាក់ណាគេតម្លាក់គ្រាប់បែកគេលើកតទៅវាយសាដាមហ៊ូសេនទៅអូស៊ីរីយ៉ាគ្រោះថ្នាក់គេវាយទៅចៅឯងកំពុងចៅឯងយល់ទេរឿងចឹងពួកចៅឯងកើតមកជាប់ពូជចូលពូអួតពូ fake មកអត់យល់ទេណាចៅកែពិសេសដូចអាម៉ាស់ចឹងអាថ្ងៃប្រហែលតុលាប្រហែលឆ្នាំមុនដែលវាផ្ទុះធ្លាយព្រំដែនមកកាប់មកសម្លាប់ជនជាតិអ៊ីស្រាអែលដែលកំពុងតែលេងកំសាន្តនៅក្នុងដូតន្ត្រីណាអានោះវាធ្វើឲ្យកងទ័ពអ៊ីស្រាអែលបំផ្លាញហ្គាសាទៅជាផេះរហូតដល់សប្តាហ៍ថ្ងៃយើងមិនទាន់ដឹងថាតើអាម៉ាស់ហ្នឹងវាពិតជាមកធ្វើរឿងហ្នឹងងាយអញ្ចឹងឬក៏បានចាំណាតានយ៉ាហ៊ូហ្នឹងបើកប្រឡោះមួយឲ្យអាម៉ាស់លុបចូលមកកាប់សម្លាប់ហើយយកមូលហេតុហ្នឹងទៅបំផ្លាញហ្គាសាមនុស្សរាប់លាននាក់អត់ណាវាដូច 3M21 ដែលហ៊ុនសែនកំពុងសប្បាយចិត្តអូយខ្មែរជឿលើ 3M21 ខ្វាក់ប្រមុខដឹកនាំក៏ខ្វាក់អត់ដឹងសៀមទេសៀមទៅទាញយកចូលអន្ទាក់វាហើយសៀមវាយក 3M21 នេះជាមូលហេតុឲ្យរាជវាហ្នឹងគ្រប់គ្រងថាត្រូវតែវាយហ៊ុនសែនតាមការពិតវាគិតហើយស្រេចនៅក្នុង conventional warfare វាអត់ខ្លាច 3M21 ទេពីព្រោះវាប្រដាប់ដោយសពាវុធដែលមានកម្លាំងខ្លាំងលឿនត្រង់ហើយបាញ់ឆ្ងាយជាង 3M21 ទៀតហើយកងទ័ពអាកាសវាមានសម្រាប់បំផ្លាញ 3M21 ចុះហេតុដូចម្ដេចបានរាល់សមរភូមិថៃនិយាយថ្ងៃនេះកងទ័ពហ៊ុនសែនបានបាញ់ 3M21 ប្រមាណគ្រាប់ណាចៅកែវពិសិដ្ឋសេមពីព្រោះគេយក 3M21 នេះធ្វើមូលហេតុវាយហ៊ុនសែនចៅសម្លាញ់ហើយចៅអរគុណចៅដែលហៅតាអត់ពេកអី it doesn't matter ជេតាក៏បានដែរពីព្រោះកើតមកពូជោឈាមជោពូជ fake ឈាម fake ពូជអួតឈាមអួតអត់បញ្ហាណាអត់បញ្ហាហើយអួត 3M21 រកែខ្វាក់បើ 3M21 នឹងវាវាយឈ្នះគេណាជំនាន់ឆ្នាំ79ណាចិនបាញ់សិតតែ 3M21 ស្រោចលើយួនវាយបាក់ថ្មិញយួនវាវាយបាក់ថ្មិញវាអត់មានយកកងទ័ពជាតិផងវាយកតែកងទ័ពខេត្តទេទៅវាយ
យួនវាអត់មានយកកងទ័ពវាអត់យកកងទ័ព regular ទៅទប់កងទ័ពយួនកងទ័ពចិនដែលចិនវាយរាប់មើលអ្នកចូលវាអត់យកកងទ័ព regular វាអត់យក regular troops ហ្នឹងទៅទប់វាយក provincial forces deter invasion of China នៅក្នុងឆ្នាំ1979វាយចិនឡើងបាក់ថ្មិញចាប់តាហ៊ានចិនម្ដង 5000 នាក់ចៅធ្វើម៉េចយល់អារឿងអញ្ចឹងណាហើយប្រាប់ឲ្យដឹងថាបើសិនជាសង្គ្រាមហ្នឹងហ៊ុនសែនគាត់ឈ្នះណាគាត់មិនចរចាទេហើយបើចិនហ្នឹងវាចាញ់វាមិនមែនចេះតែចង់វាយហើយវាចេះតែកិច្ចមិនចរចាទេបន្ទាប់មកទៀតវាមិនដែលមានអ្នកឈ្នះត្រូវស្ដាប់លក្ខខណ្ឌអ្នកអត់ឈ្នះទេចៅណាអាហ្នឹងចំណុចហ្នឹងអញ្ចឹងចំណុចមួយទៀតកៅពិសិដ្ឋសេមបើចៅលឺទេខ្ញុំនិយាយឲ្យអ្នកដទៃស្ដាប់ឲ្យរកហេតុផលកងទ័ពអាកាសរបស់ហ៊ុនសែនគឺជាកងទ័ពយាយកងទ័ពតាចំណែកឯមេទ័ពអីប៉ាងសុខឿនសរសេរមេទ័ពឈ្មោះស្អីណោះដែលនេះដែលគាត់ពាក់ផ្កាយខ្ញុំអត់ស្គាល់អាប៉ែហ្នឹងទេណានេះអាកងទ័ពពាក់ផ្កាយខ្ញុំអត់ស្គាល់ទេនេះជាសម្ដីប៉ាងសុខឿនទេប៉ាងសុខឿននៅអឺរ៉ុបទេខ្ញុំអត់មាននិយាយទេខ្ញុំអត់មាននិយាយពីរឿងប៉ាងសុខឿនហ្នឹងទេណាអត់ទេហើយចំណែកសែនសំណាងពុទ្ធិរិទ្ធនោះណាអត់យល់រឿងហ្នឹងទេទៅតវ៉ាជាមួយប៉ាងសុខឿនហើយមកនិយាយនឹងខ្ញុំអើបើចិនចាក់ឯងចង់តោងល្បីឲ្យតាជេមសុកចលក់មាត់ជាមួយក៏ធ្វើទៅពីព្រោះចូលចិត្តចូលសំណាងហើយគេប្រាប់តាហ្នឹងតាទៅមើលកុំអីតាក៏អត់ដឹងតែតានិយាយនេះគឺចង់ឲ្យចៅហ្នឹងកាយលោកមានពេលទៅអានសភៅអីខ្លះទៅណាតាអត់មានពាក់កាយមេ5ទេហើយក៏គ្មានសមរភូមិ105កន្លែងដែរអញវាយគ្មានសមរភូមិនេះគេប្រើដូចឆ្កែអញ្ចឹងណាប៉ុន្តែកុំមកឯងអីអួតអីចេះដឹងអីចូលអន្ទាក់គេអន្ទាក់សង្គ្រាមណាគេមិនមែនធ្វើសម្រាប់ថ្ងៃនេះទេគេធ្វើសម្រាប់ថ្ងៃក្រោយទៀតគេធ្វើមិនឲ្យប្រជាជនថៃយល់ឃើញថាហ៊ុនសែនជាមនុស្សពេលគេធ្វើឲ្យប្រជាជនថៃយល់ឃើញថាហ៊ុនសែនជាគ្រោះថ្នាក់ដូចគ្នាសហរដ្ឋអាមេរិកតែគេថាវ៉ាណាហ្សេឡា president ហ្នឹងគ្រោះថ្នាក់អីគ្រោះថ្នាក់ដឹកឆ្នាំញៀនអាប្រេស៊ីលគ្រោះថ្នាក់អាអៃរ៉ុនគ្រោះថ្នាក់អាស៊ីរីយ៉ាគ្រោះថ្នាក់អាហ្នឹងគេហៅថា objective and projection ការដាក់គោលដៅឲ្យធ្វើពាក្យខ្មែរគេថាឆ្កែអត់ឈួតទេប៉ុន្តែធ្វើឲ្យឆ្កែខឹងឆ្កែវាបញ្ចេញជាកូនគេថាឆ្កែឈួតគេប្រមូលគ្នាវាយឆ្កែតែហ៊ានសៀមកំពុងតែធ្វើឲ្យហ៊ុនសែនអាពាក្យ BM21 ហ្នឹងគឺដូចហ៊ុនសែនឈួតចឹងដើម្បីសៀមវាធ្វើឲ្យប្រជារាស្ត្រវាជឿថាវាត្រូវតែវាយហ៊ុនសែននេះគឺជាយុទ្ធសាស្ត្ររបស់ហ៊ុនសែនហើយនឹងយុទ្ធសាស្ត្ររបស់តាហ៊ានហ៊ុនសែនតាហ៊ានសៀមយកប្រជាជនទៅតាក់ឲ្យធ្លាក់ក្នុងដៅហ៊ុនសែនតែហ៊ានសៀមតាក់ហ៊ុនសែនឲ្យធ្លាក់ក្នុងដៅវាយើងចាំមើលថាតើអ្នកណាឆ្លាតជាងអ្នកណាយើងចាំមើលថាតើហ៊ុនសែនអាចធ្វើឲ្យថៃឈប់វាយបានទេឧបមាថាហ៊ុនសែនហ្នឹងធ្វើឲ្យប្រទេសនានាហ្នឹងយល់ឃើញថាថៃគួរឈប់វាយថៃឈប់វាយពី3ឆ្នាំវាយទៀតថ្ងៃក្រោយវាយទៀតហើយប្រទេសកម្ពុជាដរាបណាមានហ៊ុនសែននៅរស់កងទ័ពថៃចាក់ទុកទៅកម្ពុជាដូចករណីប៉ាគីស្ថាននិងឥណ្ឌាអញ្ចឹងកងទ័ពថៃអត់ចេះអស់កម្លាំងវាយទេពីព្រោះជាកងទ័ពចំនួនចំណែកហ៊ុនសែនបើវាយខ្លាំងពេកទៅអ្នកនៅក្រោមប្រកបអស់កម្លាំងហើយឃើញកូនចៅហ៊ុនសែនអត់ចេញច្បាំងគេឈប់គ្រប់គ្រងហ៊ុនសែនអំណាចហ៊ុនសែនគ្រឹះត្រូវពុកផុយវាយតែមកប្រាវនេះក្មេងៗដឹងហើយថាខ្លួនជាចំណៃហ៊ុនសែនចាយក្មេងៗដឹងហើយចុះបើសៀមតិចវាយវាយរហូតដល់ក្មេងៗនៅស្រុកខ្មែរយល់ថានៅក្នុងកងទ័ព6 7 10ម៉ឺននាក់អត់មានណាចេញច្បាំងទេយកតែពួកអ្នកក្រចូលរៀនមួយខែចេញច្បាំងអាហ្នឹងអញ្ចឹងនេះគឺគេហៅថាសៀមមិនចោលក្បួនណាយួនវាតែងតែមានពុតហើយខ្មែរសុទ្ធតែត្រុតបានតែនិយាយទេអាចែចៅហ្នឹងគឺនិយាយអញ្ចឹងជេរគ្នាឯងអញ្ចឹងហៅមនុស្សចាស់តែពេកជេរណាតែអត់មានក្បួនទេហើយមនុស្សតែអត់ក្បួនវាយអត់បានទេនៅក្នុង military science គេត្រូវប្រើ doctrine ទី1នៅក្នុងវិទ្យាសាស្ត្រសង្គ្រាមហើយនឹងកងទ័ពគេហៅថា military science គេត្រូវការប្រើដំបូងបំផុតដែលគេត្រូវមានគឺ doctrine កងទ័ពថៃវាមាន doctrine អាថៃ military នឹងវាមាន doctrine សិតរបស់វាចំណែកកងទ័ពហ៊ុនសែនជាកងទ័ពមនុស្សម្នាក់គ្មាន doctrine ទេគឺមានបដាមួយថាសម្បត្តិហ៊ុនសែនហ្នឹងកាយ5ផុតលេខបកាយជាងគេកងទ័ពថៃអត់មានអញ្ចឹងទេកងទ័ពថៃវាសិត doctrine វាមានគោលនយោបាយលទ្ធិរបស់វាអានោះមួយទៀតបន្ទាប់មក
CNC របស់ថៃ CNC ស្អី Command and Control របស់វា Command and Control របស់វាណាជា Command and Control នៅក្នុងគេហៅថារចនាសម្ព័ន្ធមានការបែងចែក Command and Control របស់ហ៊ុនសែនអត់មានទេហ៊ុនសែនជាហ៊ុនសែនកាលណាមួយនៅក្នុងដៃហ្នឹងអ្នកនិយាយមកណាអត់មាន org mission អត់មាន org operation អីអត់មានទេពួកសៀមវាមានគេហៅថាកំណត់បេសកកម្មនិងប្រតិបត្តិការសិទ្ធិក្នុងរង្វង់នៃផែនការចៅឯងជឿថាអាភិបស៊ីចូលឈ្នះតាអត់ហាមទេណាកៅពីសិទ្ធិផ្សេងទុកឲ្យចៅអាយុក្មេងៗហ្នឹងពិសោធន៍ទៅណាពិសោធន៍ទៅអាហ្នឹងអញ្ចឹងអាហ្នឹងគឺជាចំណុចអញ្ចឹងវាសំណាងចៅឯងហើយដែលមានគេប្រាប់ទៅក៏តាយកមកធ្វើជា talk show របស់តាអត់មានខឹងទេជេតាក៏តាមិនខឹងដែរណាអញ្ចឹងកងទ័ពសៀមវាមាន doctrine កងទ័ពហ៊ុនសែនអត់ doctrine ទេវាជា personalitical គេហៅថាអត្តាលទ្ធិកងទ័ពថៃវាមាន plan កងទ័ពហ៊ុនសែនអត់មាន plan កងទ័ពថៃវាមាន CNC Command and Control កងទ័ពហ៊ុនសែនអត់មាន CNC ទេ one man commander កងទ័ពថៃវាមាន refreshment របស់វាបន្លាស់ទ័ពចាស់វាយហត់ដកថយវាយដាក់ទ័ពថ្មីទ័ពហ៊ុនសែនអត់ខ្វល់បន្លាស់ទេអាណាជាប់នៅណាជាប់ទៅឲ្យឯងស៊ីមបុកទ័ពថៃវាចែកគ្នាធ្វើប្រតិបត្តិការសឹកទ័ពហ៊ុនសែនអត់ទេពាក្យតែមួយម៉ាត់ទេទ័ពហ៊ុនសែននិយាយគឺអូស BM21 ទៅបាញ់គេអូខេអូស BM21 ទៅបាញ់គេណាទ័ពថៃវាមានsocial benefits and provision ទេហ៊ានថៃស្លាប់គេបងលុយឲ្យគេធ្វើបន់គេលើកក្តារមកជុះគេមាន social worker គេទៅសួរសុខទុក្ខម៉ែឪរហូតដល់តាហ៊ានថៃដែលគេទៅយកខ្មោចគេសុកចិត្តនិមន្តលោកឡើងទៅសោតកុំឲ្យខ្មោចតៃហោងដូចតួយ៉ាងតាហ៊ាន2នាក់ដែលជាប់នៅក្នុង350នៅតំបន់350ហ្នឹងណាគេទៅវាយយកខ្មោចហ្នឹងបានហើយគេនិមន្តលោកទៅសោតកុំឲ្យខ្មោចហ្នឹងតៃហោងណាយើងថាសៀមវាងាប់ 6000 នាក់អីយើងនិយាយអីក៏បានដែរអាហ្នឹងអញ្ចឹងតបគេមាន social benefit ពីការមានលុយស្លាប់មានលុយណាម៉ែឪធ្វើបន់ព្រះចៅព្រះរាជទានភ្លើងសពជាកិត្តិយសចំណែកយើងងាប់គេរុំកតេលអត់មាន social benefit ទេដូចនៅអាមេរិកចឹងកូនស្រីខ្ញុំបាក់ចការដល់ពេលឈប់ធ្វើទាហានគេមាន VA benefit គេហៅថា veteran administration benefit តែប្រែជាភាសាខ្មែរគេហៅថារបបសង្គមកិច្ចយោធិនកូនស្រីខ្ញុំកើតកូនតាំងពីមានផ្ទៃពោះរហូតដល់កើតកូនតាហ៊ានចែកឲ្យទាំងអស់ជាការដែលបាក់ហ្នឹងតាហ៊ានយកទៅធ្វើ surgery replacement អីសពគ្រប់ហើយមិនត្រឹមតែប៉ុណ្្នឹងទេតាំងពីថ្ងៃឲ្យកូនស្រីខ្ញុំឈប់ honorable discharge 3 ឆ្នាំក្រោយមកផ្ញើលុយឲ្យមក check ផ្ញើលុយឲ្យមក check ហើយលុយដែលទទួលពីកងទ័ពហ្នឹងអត់មានបងប្អូនទៀតវាជា disability benefit តាំងពីថ្ងៃទី1ហើយមិនដឹងថាខ្លួនហ្នឹងបំពេញ disability benefit ផងវាព្រោះ social worker ក្រសួងសង្គមកិច្ចយោធាគេធ្វើឲ្យអញ្ចឹងបើមួយខែបាន1100គេយក1100ហ្នឹងគុណនឹង36ខែហើយគេផ្ញើ check មួយឲ្យប៉ុណ្ណាណៃអត់មានបងប្អូនមកសេនេះនេះហើយសង្កេតអាតាហ៊ានគេមានក្របខ័ណ្ឌគេអត់ជឿលើការพูดកុហកទេគិតខ្លួនឯងអានឹងអញ្ចឹងណាអូខេបាទខ្ញុំយកអត្ថបទនេះយកមកធ្វើការបកស្រាយដើម្បីប្រិយមិត្តកូនចៅស្ដាប់ទេតាមពិតចៅនឹងគាត់និយាយអីក៏ខ្ញុំមិនចាំបាច់តដែរតែដោយសារអីបានខ្ញុំយករឿងហ្នឹងមកនិយាយពីព្រោះជា show ខ្ញុំទេចៅឯងស្មានតាហ្នឹងទៅតវ៉ាជាមួយចៅឯងនោះអត់តវ៉ាទេណាអត់តវ៉ាទេអត់តវ៉ាជាមួយចៅឯងទេពីព្រោះដឹងថាចៅឯងអត់ចេះទៅហើយអាណិតទៅវិញទេណាអាណិតទៅវិញទេតែរឿងអីដែលយកមកតវ៉ានេះគឺយកមកដើម្បីបង្កើត show ទេចៅស្ដាប់ឲ្យបានណាតាយកអត្ថបទរបស់ចៅឯងមកធ្វើ show ហ្នឹងមិនមែនសម្រាប់ចៅឯងទេសម្រាប់មនុស្សច្រើនពាន់នាក់ស្ដាប់មើលទៅតើចេមសុកហ្នឹងនិយាយហេតុផលយ៉ាងម៉េចអាហ្នឹងអញ្ចឹងណាហួតណារឿងនរោត្តមចក្រភពកັບកេងលុយចំនួន$10000ជាងរៃអង្គាសតាមរយៈនរោត្តមចេញឡាតែមិនឃើញមានចំនួនខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងទេកូនថៃណាមួយទៅរឿងអញ្ចឹងស្រុកយើងវាតែងតែកើតឡើងមិនខលទេណាលោកតាត្រាំអាចបិទកម្ពុជាឈប់ឲ្យចូល USA ដូចឡាចមែនទេអត់ទេអត់មានបិទទេកូនណាតបវិន័យមិនបានលួចម៉ូតូគ្រឿងសង្ហារឹមខ្មែរទៅស្រុកវា
តបវិន័យមិនបានលួចម៉ូតូគ្រឿងសង្ហារិមខ្មែរទៅស្រុកវាអាហ្នឹងមកពីចៅជឿតាមគេភូតមកពីចៅជឿតាមគេភូតចៅធ្លាប់នៅស្រុកជោស្រុកអួតហើយនឹងស្រុកហ្វេកមានន័យថាជោហើយអួតហើយ fake ដល់អញ្ចឹងទៅចៅសួរចឹងតបវិន័យមិនបានលួចម៉ូតូគ្រឿងសង្ហារិមខ្មែរទៅស្រុកវាប្រតិបត្តិការរបស់កងទ័ពថៃអត់មានពេលមកដឹករបស់ចៅកណ្ដគិតមើលទីប្រជុំជនដោយទីក្រុងប៉ោយប៉ែតមានអាចអីឲ្យវាយកមានតែមានលិមុខអីទេផ្ទះមួយមានតុមានទូនោះយកទៅធ្វើអីមិនក៏ចៅអត់មានខួរក្បាលគិតពីព្រោះមកពីជោចៅឯងយល់ឃើញតែតុទូកៅអីដែលខ្មែរមាននៅប៉ោយប៉ែតនៅស្អីហ្នឹងវាតុទូហ្នឹងវាយកទៅធ្វើអីកើតអាសង្ហារិមដែលគេធ្វើនៅស្រុកចិនយកមកហ្នឹងវាមានស្អីតុកៅអីនៅកាស៊ីណូហ្នឹងវាស្អីវាមានស្អីហើយបន្តមកទៀតខ្មែរមកគ្រួសារមានប្រហែលគីឡូចៅអត់ចេះគិតទេពីព្រោះចៅពូជោដល់ពូជោអត់ចេះគិតដល់អត់ចេះគិតហ្នឹងជឿតាមការពុតពោអញ្ចឹងចៅគេតែគេលួចទ្រព្យសម្បត្តិអញ្ចឹងមានអីឲ្យគេលួចបើអ្នកនៅចំពីលើក្បាលមកឆក់ប្លន់អាហ្នឹងមានណាមកពីឈាមជោឈាមអួតឈាមហ្វេកវាពេញខ្លួនខ្លាំងពេកបានអត់យល់ថាព័ត៌មានអស់ហ្នឹងគឺជាព័ត៌មានកុហកទេអូខេកូនអាហ្នឹងអញ្ចឹងណាហើយចាឯងមកសួរអីចាឯងស្មានថាអាតាហ៊ានសៀមហ្នឹងវាមកយកតុកវាវាយចូលតយប៉ែហ្នឹងវាយកត្បាល់បុកគ្រឿងខ្មែរត្បាល់បុកគ្រឿងទិញពីវាយកមកប្រើតាហើយប្រហែលបាទអាត្បាល់បុកឡុងហ្នឹងខ្មែរណាស្អប់សៀមប៉ុន្តែត្បាល់បុកឡុងនៅប្រទេសខ្មែរ 80% ត្បាល់បើមិនចម្លងពីសៀមទេទិញពីសៀមយកមកបុកទាំងអង្រាទាំងត្បាល់មិនក៏បំភ្ញាក់កំណត់វាកើតអាឈាមជោឈាមហ្វេកឈាមអួតហ្នឹងចេះតែនិយាយអាហ្នឹងទៅមើលសំបីតែផ្ទះចៅឯងក៏យករបស់សៀមមកប្រើណាវិលមកជួបគ្នា3នាទីទៀតដើម្បីនឹងបន្តម្ដងទៀតសៀមបដិសេធមិនទៅប្រជុំនៅម៉ាឡេទេស្អែកនេះបើហ៊ុនសែនព្រមមកប្រជុំនៅស្រុកថៃ GBC ជម្រាបលា